ថតប្រហែលបងអត់គ្នាបន្តិចចាពីការដែលសពុតឲ្យនឹងការងារយើងថាដល់ណាហើយចាការងារនឹងក្នុងថ្ងៃនេះគឺដេសពុតសុទ្ធតែម្ដងចាគឺអត់មានបានធ្វើអីផ្សេងទេចាដោយសារតែប្រភេទនេះក្នុងដេនេះប្រភេទចកេះកោងបងប្អូនចាដេជាប្រភេទចកេះកោងអញ្ចឹងទៅយូរបងប្អូនចាអត់លឿនទេថ្ងៃនេះហើយសពុតនេះមិនមែនដេថ្ងៃនេះណាចាគឺយើងចាត់មុនហ្នឹងយើងចាត់មុនហើយមិនសាហើយចាហើយនេះដល់វគ្គដេហើយនឹងដាក់ចកេះលើកសពុតលើកអីចឹងណាបងប្អូនចាហើយសពុតរៀងច្រើនសពុតដែរចាគួរសមអញ្ចឹងហើយធ្វើអត់លឿននេះសពុតមកនេះគឺត្រូវការប្រត់ព្រៀងហើយនៅមួយហើយបន្តិចទេចាតែក៏ស្អាតទេបងប្អូនស្អាតសម្រាប់បងដែររៀងទូចណារៀងទូចចកេះសពុតប្រភេទចកេះសពុតត្រង់គឺដឹងតែសល់សាច់ហើយចាបើបងប្អូនស្លៀកប្រភេទចកេះកោងគឺអត់ព្រៀងតែម្ដងអស់សាច់អត់សល់សាច់ទេអញ្ចឹងគឺស្អាតបងឆ្ងល់ទិញសពុតស្រាប់ឬក៏កាត់ប្រភេទចកេះត្រង់នៅសល់សាច់ចកេះស្អីហ្នឹងគឺដោយសារតែយើងចកេះទូចអញ្ចឹងគឺត្រូវការប្រើចកេះកោងបាត់អឹបជាប់ជាមួយនឹងសាច់យើងចាមិនឃើញស្អាតទេអញ្ចឹងហើយវាមានតិចនិចផងវាដែរអ្នកខ្លះក៏ចង់ពាក់ទៅឲ្យអឹបជាមួយសាច់ដូចចកេះកោងហើយគាត់ថាដូចចកេះកោងតែអឹបចឹងបានអត់ចាអត់បានទេបងប្អូនដោយសារតែចកេះត្រង់ហើយចកេះកោងវាធ្វើវាខុសគ្នាអញ្ចឹងទៅយើងតែណែនាំភ្ញៀវឲ្យគាត់ឲ្យកេះកោងទៅចាវាគឺស្អាតចាហើយឥឡូវហ្នឹងគេនិយមចកេះកោងហ្នឹងឯងចាគេទៅថាចកេះត្រង់ទេប៉ុន្តែបើអ្នកធាត់អ្នកមានសាច់គឺអត់អីទេចាដូចចកេះត្រង់បានដោយសារតែគាត់មានពោះគាត់ស្គិតសាច់ច្រើនអញ្ចឹងអត់អីទេអត់ស្អីអត់ស្អីបញ្ហាណានេះបញ្ហាគឺអ្នកចកេះសពុតអ្នកទូចចាអ្នកទូចប្រើចកេះត្រង់គឺដឹងតែសល់តែម្ដងនេះពេលដែលយើងបត់ណាចានេះពេលដែលយើងបត់មកចែពេលដែលយើងបត់ស្លៀកនៅលើខ្លួនណាចាពេលដែលយើងស្លៀកបត់នៅលើខ្លួននេះចកេះទូចដឹងតែសល់ហើយប្រភេទចកេះត្រង់តែបើប្រភេទចកេះកោងបែបនេះគឺអត់សល់ទេបងប្អូនគឺចេញមកអែនស្អាតតែម្ដងចាដោយសារតែវារាងកោងចានេះបងចាំណាវាអត់ត្រង់ទេវារាងកោងចាវារាងកោងស្អាតតែឃើញស្អាតដែរហើយថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបរៀនលាបាយបាយ